ពេលអ៊ំឆ្នៃអញ្ចឹងស្អាតម្យ៉ាងដែរតើបងប្អូនមើលណារូបគោនៅពីមុខហើយមនុស្សឈរកាន់កន្ទុយនៅពីក្រោយដែលអ៊ំគាត់បានលើកឡើងថាព្រះគោនិងព្រះកែវស្រុកយើងពីដើមមកយើងមានព្រះគោព្រះកែវគាត់ធ្វើជាតំណាងសម័យដែលយើងធ្វើសឹកសង្គ្រាមជាមួយសៀមខ្លែងមានច្រើនប្រភេទមានអាខ្លែងឯកមេកូនមានអាខ្លែងឯកភ្នងមានអាខ្លែងឯកយើងធម្មតាអានេះអត់ទាន់ហើយ 100% ទេអានេះមិនខ្លែងឯកទេនេះបើគេនេះគេថាខ្លែងសេរីគិតទៅមិនសរសើរអ៊ំមិនបានមែនបងប្អូនមើលណាខ្លែងធម្មតាក៏មិនសូវស្រួលធ្វើប្រហែលដែរប៉ុន្តែសំខាន់គាត់សុខចិត្តចំណាយពេលរហូតទៅដល់ជិតកន្លះខែនោះដើម្បីកែច្នៃចេញជារូបរាងប្លែករបស់គាត់ណែមានតាំងពីរូបគោដែលអ៊ំគាត់ថាព្រះគោហើយរូបមនុស្សនៅពីក្រោយហ្នឹងគឺគាត់ថាព្រះកែវអញ្ចឹងហើយបូកសរុបចូលគ្នាគឺព្រះគោព្រះកែវនៅពេលដែលប្រហោះទៅស្អាតម្យ៉ាងដែរតើបងប្អូនមើលណាដូចគោហើយនឹងមនុស្សកំពុងតែហោះនៅលើមេឃអញ្ចឹងណាសំខាន់គាត់ចេះធ្វើទំហំស្លាបហ្នឹងឲ្យអាចទ្រទ្រង់ជាមួយនឹងទម្ងន់គោហើយនឹងមនុស្សបានហើយខ្លែងមួយនេះទម្ងន់អត់ក្រោម10គីឡូទេមើលតែគាត់យកទៅប្រហោះទៅដឹងហើយគឺពិបាកកាន់មែនតែនទៅតឹងពីម្ខាងទៅម្ខាងហ្នឹងប្រហែលជា3ម៉ែត្រណាហើយបណ្ដោយវិញក៏ប្រហាក់ប្រហែលគ្នាដែរបើនិយាយពីកតុយខ្លែងវិញគឺកាន់តែស្អាតទៀតបងប្អូនមើលណាគឺរូបទង់ជាតិប្រទេសខ្មែររបស់យើងហ្នឹងប្រទេសកម្ពុជាមើលទៅស្អាតមែនតែននៅពេលដែលប្រហោះទៅទង់ជាតិនៅពីក្រោយបក់រវិចមើលទៅប្លែកភ្នែកមួយយ៉ាងដែរតាបទពិសោធន៍ធ្វើខ្លែងរបស់អ៊ំរហូតទៅដល់ជាង10ឆ្នាំហើយបងប្អូនទើបគាត់អាចផលិតចេញជាប្រភេទខ្លែងដែលមានរូបរាងស្អាតឲ្យបងប្អូនមើលបានណាហើយមិនមែនមានតែខ្លែងធម្មតាចឹងទេគឺខ្លែងឯងក៏គាត់អាចធ្វើបានដែរនេះបងប្អូនមើលស្អាតមែនតែនគាត់ព្យួរជាប់នឹងផ្ទះណានៅពេលដែលប្រហោះម្ដងបងប្អូនហើយខ្សែប៉ុននៅនេះមើលពីចម្ងាយឃើញសស្មើតែខ្សែសន្ទូចយើងធម្មតានៅពេលដែលទៅចិត្តទៅបណ្ដឹងនោះខ្សែឡើងចុងប៉ិនកតុយធូកបាត់អីហ្នឹងធំមែនតែនព្រោះថាទម្ងន់មិនមែនតិចណាបងប្អូនរហូតទៅដល់ជាង10គីឡូចឹងហើយនៅពេលដែលប្រហោះបើសិនជាខ្យល់ខ្លាំងអាចដាច់ហើយទៅនៅលើដំបូលផ្ទះហ្នឹងគឺមានរឿងនិយាយគ្នាទៀតហើយជាក់ស្ដែងដូចអ៊ំគាត់ធ្លាប់ដឹងណាមានផ្ទះដែលនៅក្បែរគាត់ហ្នឹងគឺធ្លាប់មានខ្លែងឯកប្រភេទខ្លែងឯកដាច់នៅលើដំបូលផ្ទះគឺត្រូវការសូត្រមុនសូត្រអីបដោះគ្រោះនោះនេះបើតាមជំនឿរបស់បងប្អូនខ្មែរយើងពីដើមរហូតមកទល់ឥឡូវចឹងហើយការបង្ហោះខ្លែងគឺគេប្រយ័ត្នណាស់ជាពិសេសគឺរកទីតាំងកន្លែងណាផ្នែកខាងក្រោមខ្យល់ហ្នឹងអត់មានផ្ទះបងប្អូនជារស់នៅទេដូចអ៊ំអញ្ចឹងគឺគាត់មកប្រហោះនៅកន្លែងកដាលវាលនេះបើទោះបីជាធ្លាក់ឬក៏ដាច់អីគឺអត់មានទើនៅលើដំបូលផ្ទះរបស់ពីណាទេខ្លាំងណាស់ធ្លាក់មកលើដីឬក៏ចុងថ្នោតតែប៉ុណ្ណឹងខ្លែងឧទាហរណ៍ថានៅពេលដែលយើងប្រហោះហើយស្រាប់តែដាច់ទៅលើផ្ទះគេទៅហ្នឹងមិនទៅអាហ្នឹងមើលតាមទំនៀមទម្លាប់ខ្មែរយើងឥឡូវពេលណាដាច់ទៅលើផ្ទះគេថាចង្រៃបាទតែគាត់ដឹងមកចេញមកពីប្រភពណាឯណាបាទគេថាយ៉ាងไรហ្នឹងគេឲ្យយើងសូត្រមុនសូត្រអីឲ្យគេអីចឹងណាហើយតែដល់ពេលអញ្ចឹងបានខ្លាញ់ឯកនេះវាយូរទៅចង់អស់អ្នកលេងគេខ្លាចអារឿងតែលេងទៅមានដាច់ខ្សែដាច់អីទៅប៉ះពាល់លើផ្ទះគេហ្នឹងគេឲ្យសងឲ្យសូត្រមុនអីចឹងប៉ុន្តែមានគ្រួសារណាដែលធ្លាប់ខ្លែងធ្លាក់ឬក៏ដាច់អីជាប់ពីលើដំបូលផ្ទះគាត់ហើយមានហេតុការណ៍អីកើតឡើងស្ដែងអ៊ំមានធ្លាប់ជួបទេអត់ដែរមានទេអត់ដែរផងលើចាមរាមចឹងមានជំនឿពីដើមមកចឹងហើយសម្រាប់បងប្អូនដែលចូលចិត្តបង្ហោះខ្លែងបើសិនជាចង់បានរូបរាងស្អាតណាក្រោយមើលវីដេអូនេះហើយអាចកែច្នៃទៅតាមអ៊ំប្រុសចឹងណាអាចធ្វើជារូបសត្វផ្សេងក៏បានដែរបងប្អូនមិនមែនធ្វើបានតែគូទេអ៊ំសំបីតែរូបសេះក៏គាត់ធ្លាប់ធ្វើដែរកាលឆ្នាំទៅប៉ុន្តែឆ្នាំនេះរៀងប្លែកបន្តិចគឺគាត់ធ្វើរូបគោនិង